ត្តកំពង់ធំនិងបំពាក់បង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវជាតិលេខ 6 ចម្ងាយ 144 គីឡូម៉ែត្រ ឯកឧត្តមនួន ផារត អភិបាលខេត្តកំពង់ធំបានលើកឡើងកាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2025 នេះថារដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្ដើមដឹកនាំអនុវត្តជាជំហានក្នុងការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ 6 ក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយគិតពីព្រំប្រទល់ខេត្តកំពង់ចាមដល់ព្រំប្រទល់ខេត្តសៀមរាបដែលប្រវែងសរុបរហូតទៅដល់ 144 គីឡូម៉ែត្រឯណោះហើយឲ្យបានរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ 2026 ខាងមុខ ឯកឧត្តមបានបញ្ជាក់ទៀតថាយុទ្ធនាការនេះគឺកើតចេញពីការចង្អុលបង្ហាញរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងក្រុមការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីខេត្តចាប់ផ្ដើមអនុវត្តជាមួយនឹងការប្រមូលគៀកោកម្លាំងសរុបនិងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋានគម្រោងដ៏ធំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹតនិងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ 6 ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរជាមួយនឹងសមិទ្ធផលដ៏វិសេសវិសាលនេះនៅលើ account Facebook ផ្លូវការរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចែករំលែកជាមួយនឹង caption ថាសូមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ធំ